រឿងព្រេងលោកយាយយ៉ាតនិងអាចកំបាំងភ្នំយ៉ាតកាលពីជាង100ឆ្នាំមុនក្នុងរវាងគ្រិស្តសករាជ1881ទឹកដីប៉ៃលិននៅឡើយជាតំបន់ព្រៃភ្នំដ៏ស្ងាត់ជ្រងំព្រៃឈើធំធំដុះស្កឹមស្កៃគ្របដណ្ដប់លើជ្រលងភ្នំស្ទឹងតូចធំហូរកាត់ផ្ទាំងថ្មហើយនៅក្រោមដីដ៏ស្ងប់ស្ងាត់នោះមានត្បូងមានតម្លៃលាក់ខ្លួនជាច្រើនដំណឹងអំពីត្បូងដ៏មានតម្លៃបានធ្វើឲ្យមនុស្សពីទីជិតទីឆ្ងាយធ្វើដំណើរមកតាំងទីលំនៅនិងប្រកបរបរជីកត្បូងក្នុងចំណោមអ្នកទាំងនោះមានប្តីប្រពន្ធវ័យចំណាស់មួយគូដែលមានឈ្មោះដូចគ្នាគឺប្តីឈ្មោះយ៉ាតហើយប្រពន្ធក៏ឈ្មោះយ៉ាតដែរអ្នកស្រុកគោរពស្រឡាញ់អ្នកទាំងពីរព្រោះពួកគាត់ជាមនុស្សស្លូតបូតចិត្តល្អនិងចូលចិត្តជួយអ្នកដទៃអស់រយៈពេលជាច្រើនឆ្នាំប្តីប្រពន្ធតាយ៉ាតនិងយាយយ៉ាតបានរស់នៅដោយប្រកបរបរជីកត្បូងប៉ុន្តែពេលវេលាបានធ្វើឲ្យកម្លាំងកាយរបស់ពួកគាត់ចុះខ្សោយលុះចូលដល់វ័យចាស់ជរាពួកគាត់ពុំអាចធ្វើការធ្ងន់ដូចមុនបានទៀតឡើយថ្ងៃមួយតាយ៉ាតបាននិយាយទៅកាន់ភរិយាថាយើងបានចំណាយជីវិតស្វែងរកទ្រព្យនៅក្រោមដីអស់ជាច្រើនឆ្នាំហើយឥឡូវនេះយើងគួរតែស្វែងរកសេចក្តីសុខនៅក្នុងចិត្តវិញម្ដងយាយយ៉ាតញញឹមហើយឆ្លើយថាទ្រព្យសម្បត្តិអាចបាត់បង់តែបុណ្យកុសលដែលយើងសាងនឹងនៅជាប់ជាមួយយើងចាប់តាំងពីថ្ងៃនោះមកអ្នកទាំងពីរបានឡើងទៅរស់នៅលើកំពូលភ្នំមួយក្បែរភូមិពួកគាត់សង់ខ្ទមតូចមួយសម្រាប់សមាធិរក្សាសិលនិងធ្វើធម៌ក្រោយមកអ្នកស្រុកបាននាំគ្នាហៅភ្នំនោះថាភ្នំយ៉ាតដើម្បីជាការចងចាំដល់ប្តីប្រពន្ធចាស់ទាំងពីរប៉ុន្តែព្រឹត្តិការណ៍ចម្លែកមួយក៏បានចាប់ផ្ដើមកើតឡើងនៅសម័យនោះអ្នកជីកត្បូងខ្លះបានយកត្បូងទៅលក់នៅស្រុកសៀមពេលមានប្រាក់កាសពួកគេបានទិញកាំភ្លើងដៃនិងកាំភ្លើងវែងទុកសម្រាប់ការពារខ្លួននិងទ្រព្យសម្បត្តិដំបូងកាំភ្លើងទាំងនោះប្រើសម្រាប់ការពារភូមិប៉ុន្តែយូរទៅបុរសមួយចំនួនបានយកកាំភ្លើងចូលព្រៃដើម្បីបាញ់សត្វជាការកម្សាន្តសំឡេងកាំភ្លើងបានលាន់ឮរំពងពេញព្រៃប៉ាំងប៉ាំងប៉ាំងសត្វក្តាន់រមាំងជ្រូកព្រៃនិងសត្វស្លាបជាច្រើនត្រូវបានបាញ់សម្លាប់សត្វខ្លះត្រូវបានយកធ្វើជាអាហារប៉ុន្តែសត្វជាច្រើនទៀតត្រូវបានសម្លាប់ចោលដោយគ្មានប្រយោជន៍យាយយ៉ាតឃើញដូច្នោះក៏មានចិត្តអាណិតអាសូរយ៉ាងខ្លាំងគាត់បានចុះពីភ្នំមកអប់រំអ្នកស្រុកថាកូនចៅអើយព្រៃនេះមិនមែនជារបស់មនុស្សតែម្នាក់ទេសត្វក៏ត្រូវការរស់ព្រៃក៏មានម្ចាស់ទឹកក៏មានម្ចាស់ភ្នំក៏មានអ្នកថែរក្សាបើមនុស្សសម្លាប់ដោយគ្មានការចាំបាច់ថ្ងៃណាមួយគ្រោះកាចនឹងត្រឡប់មករកមនុស្សវិញអ្នកខ្លះស្ដាប់ដំបូន្មានរបស់យាយយ៉ាតប៉ុន្តែអ្នកខ្លះទៀតសើចចំអកគ្រាន់តែបាញ់សត្វបន្តិចបន្តួចតើមានទេវតាឯណាមកដាក់ទោសយើងនៅយប់នោះមេឃស្រាប់តែប្រែជាខ្មៅងងឹតខ្យល់បក់បោកយ៉ាងខ្លាំងទោះបីមិនមែនជារដូវភ្លៀងក៏ដោយសំឡេងសត្វព្រៃយំលាន់ពីគ្រប់ទិសទីអ្នកភូមិមួយចំនួនបានឮសំឡេងចម្លែកចេញពីព្រៃប្រគល់អាវុធមកវិញប្រគល់អាវុធមកវិញបុរសម្នាក់ដែលធ្លាប់បាញ់សត្វជាច្រើនបានយកកាំភ្លើងចូលព្រៃដើម្បីរកមើលប្រភពសំឡេងគាត់ដើរចូលកាន់តែជ្រៅស្រាប់តែឃើញស្រមោលមនុស្សខ្ពស់ធំមួយឈរនៅក្រោមដើមឈើចាស់ភ្នែករបស់ស្រមោលនោះបញ្ចេញពន្លឺក្រហមបុរសនោះលើកកាំភ្លើងបាញ់ប៉ាំងប៉ុន្តែគ្រាប់កាំភ្លើងបែរជាត្រឡប់មកធ្លាក់នៅមុខជើងរបស់គាត់វិញសំឡេងធំមួយបានបន្លឺឡើងថាអាវុធដែលប្រើការពារជីវិតគឺជាអាវុធល្អអាវុធដែលប្រើសម្លាប់ដោយសប្បាយគឺជាអាវុធនាំកម្មបុរសនោះភ័យស្លន់ស្លោរត់ត្រឡប់មកភូមិវិញចាប់ពីពេលនោះមករឿងចម្លែកកាន់តែកើតមានញឹកញាប់អ្នកប្រមាញ់ខ្លះវង្វេងផ្លូវទោះជាពួកគេស្គាល់ព្រៃច្បាស់ក៏ដោយកាំភ្លើងខ្លះបាញ់មិនចេញអ្នកខ្លះឮសំឡេងសត្វយំនៅក្បែរផ្ទះពេញមួយយប់អ្នកស្រុកចាប់ផ្ដើមភ័យខ្លាចពួកគេក៏នាំគ្នាឡើងភ្នំទៅរកយាយយ៉ាតលោកយាយសូមជួយពួកយើងផងព្រៃកំពុងមានអាតកំបាំងហើយមនុស្សជាច្រើនកំពុងជួបគ្រោះចម្លែកយាយយ៉ាតស្ងប់ស្ងាត់មួយសន្ទុះមុននឹងមានប្រសាសន៍ថា គ
គ្រោះនេះមិនមែនកើតពីក្មួយអារក្សតែមួយមុខទេវាកើតពីការប្រព្រឹត្តរបស់មនុស្សផងដែរបើចង់ឲ្យព្រៃស្ងប់ត្រូវបញ្ឈប់ការសម្លាប់ដោយឥតប្រយោជន៍បន្ទាប់មកយាយយ៉ាតបានឲ្យអ្នកស្រុកប្រមូលអាវុធដែលពួកគេប្រើសម្រាប់បរបាញ់មកទុកមួយកន្លែងហើយធ្វើពិធីសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដីអ្នកតានិងវិញ្ញាណដែលថែរក្សាព្រៃភ្នំយប់នោះយាយយ៉ាតបានអង្គុយសមាធិនៅលើភ្នំពាក់កណ្ដាលអធ្រាត្រពន្លឺមួយបានចាំងចុះពីលើមេឃក្នុងនិមិត្តរបស់គាត់បានលេចឡើងទេវបុរសមួយអង្គមានរស្មីភ្លឺចែងចាំងទេវបុរសនោះមានបន្ទូលថាដោយសារចិត្តមេត្តារបស់អ្នកដែលចង់ការពារសត្វនិងអ្នកស្រុកទីនេះនឹងក្លាយជាកន្លែងដែលមនុស្សជំនាន់ក្រោយគោរពបូជាប៉ុន្តែត្រូវប្រាប់ពួកគេថាទ្រព្យនៅក្នុងដីមិនអាចមានតម្លៃជាងសេចក្តីល្អនៅក្នុងចិត្តឡើយលុះព្រឹកឡើងខ្យល់ដែលធ្លាប់បក់ខ្លាំងបានស្ងប់សំឡេងចម្លែកក្នុងព្រៃក៏បាត់ទៅអ្នកស្រុកមានជំនឿថាប្រាអិននិងទេវតាបានទទួលដឹងឮពីចិត្តសុចរិតរបស់យាយយ៉ាតហើយបានប្រទានពរដល់ទឹកដីបៃលិនចាប់ពីពេលនោះមកអ្នកស្រុកកាន់តែគោរពយាយយ៉ាតអ្នកដែលជួបព្រៃតែងសុំសេចក្តីសុខអ្នកជីកត្បូងតែងបន់ស្រន់សុំឲ្យរកស៊ីបានសុខនិងជៀសផុតពីគ្រោះថ្នាក់ឆ្នាំកន្លងផុតទៅតាយ៉ាតនិងយាយយ៉ាតកាន់តែចាស់ជរារហូតដល់ថ្ងៃមួយពួកគាត់បានលាចាកលោកនេះទៅដោយស្ងប់ស្ងាត់ប៉ុន្តែឈ្មោះយ៉ាតមិនបានបាត់ទៅជាមួយពួកគាត់ឡើយអ្នកស្រុកបានរក្សាឈ្មោះភ្នំនោះថាភ្នំយ៉ាតហើយបានគោរពបូជាលោកយាយយ៉ាតជាបន្តបន្ទាប់តាមជំនឿរបស់អ្នកស្រុកលោកយាយយ៉ាតនៅតែជាអ្នកថែរក្សាទឹកដីការពារអ្នកធ្វើដំណើរនិងផ្ដល់សេចក្តីសុខដល់អ្នកដែលមានចិត្តស្មោះត្រង់រហូតមកដល់សប្តាហ៍ថ្ងៃភ្នំយ៉ាតបានក្លាយជាទីកន្លែងដ៏ល្បីល្បាញមួយនៃខេត្តបៃលិនមនុស្សជាច្រើនឡើងទៅបន់ស្រន់និងរំលឹកដល់រឿងព្រេងរបស់ប្តីប្រពន្ធចាស់ពីរនាក់ដែលធ្លាប់ជាអ្នកជីកត្បូងធម្មតាប៉ុន្តែបានបន្សល់ទុកឈ្មោះនិងជំនឿឲ្យមនុស្សជំនាន់ក្រោយគេនិយាយថានៅយប់ស្ងាត់ខ្លះៗនៅពេលខ្យល់បក់កាត់ព្រៃជុំវិញភ្នំយ៉ាតអ្នកដែលមានចិត្តស្ងប់អាចឮសំឡេងស្ត្រីចំណាស់មួយបន្លឺតាមខ្យល់យ៉ាងស្រទន់ថាគុំយកទ្រព្យរហូតភ្លេចធัวគុំសម្លាប់ជីវិតដើម្បីការសប្បាយហើយកុំភ្លេចថាភ្នំព្រៃនិងទឹកសុទ្ធតែមានជីវិតនិងមានអ្នកថែរក្សាចប់គតិអប់រំទ្រព្យសម្បត្តិអាចធ្វើឲ្យមនុស្សមានបានត្រឹមមួយជីវិតប៉ុន្តែអំពើល្អនិងសេចក្តីមេត្តាអាចធ្វើឲ្យឈ្មោះរបស់មនុស្សរស់នៅក្នុងចិត្តអ្នកជំនាន់ក្រោយជារៀងរហូត